ជំរាបសួរអ្នកនរគ្នាថ្ងៃនេះខ្ញុំទៅធ្វើវីដេអូទៅដើរកាច់តាពាំងនៅតាមព្រៃអ្នកនរគ្នានៅតាមសុកស្រែដឹងហើយគឺដល់ពេលដែលខែចាប់ផ្ដើមធ្លាក់ភ្លៀងអញ្ចឹងវាមានតាពាំងចាប់ផ្ដើមដោះហើយនេះគឺយើងចាប់ផ្ដើមចេញទៅហើយខ្ញុំទៅពីអ្នកម៉ែរបស់ខ្ញុំចេញទៅពីផ្ទះទៅហើយអាស័យដែលនៅខកដីយើងត្រូវជីកហ្នឹងគឺនៅក្រោយផ្ទះប្រហែលជា500ម៉ែត្រអីហ្នឹងដល់ហើយអាស័យហ្នឹងជាអាស័យព្រៃដែរអ្នកនរគ្នាដោយសារវាមានភ្លៀងធ្លាក់មានអីទៅវាចាប់ផ្ដើមដោះអញ្ចឹងហើយនេះខ្ញុំចាប់ផ្ដើមចេញទៅដូចអ្នកនរគ្នាឃើញអញ្ចឹងភ្លៀងចាប់ផ្ដើមធ្លាក់មកអង្ងាយមកអញ្ចឹងធ្វើឲ្យវាមានស្មៅមានតកួនដោះច្រើនអញ្ចឹងគ្រប់ដើមឈើទាំងអស់វាលាស់ធួយអស់មិនថាតាពាំងមិនថាអីចាប់ផ្ដើមដោះទាំងអស់ម្លងចាំមើលវីដេអូក្រោយខ្ញុំនឹងបង្ហាញពីការជីកទំលងព្រៃនៅកន្លែងខ្លះគេហៅទំលងជ្រោកតែនៅស្រុកខ្ញុំគេហៅទំលងព្រៃហ្នឹងអាហ្នឹងក៏គេអាចហូបបានដែរអញ្ចឹងចាំមើលពីថ្ងៃទៀតខ្ញុំទៅខ្ញុំថតធ្វើវីដេអូការជីកទំលងព្រៃមកស្ងោរហូបម្ដងដោយសារភ្លៀងធ្លាក់អញ្ចឹងវាដោះច្រើនដល់គ្នាមើលខៀវហ្នឹងស្ទើរតែតកួនហើយនេះគឺគោខ្ញុំចង់ឲ្យស៊ីតកួនហ្នឹងហើយនេះគឺដល់កន្លែងអាស័យដែលយើងត្រូវជីកតាពាំងហើយអញ្ចឹងអ្នកទាំងអស់គ្នាខ្ញុំ voice over ទៅប៉ុណ្្នឹងទេរសារ level បន្តិចអ្នកគ្នាមើលតាមហ្នឹងទៅនេះជាងចាប់ដើមចូលជីកហើយចាំមើលទៅពីម៉ែវីដេអូនោះអត់អស់ហើយនៅសារពេលដែលម៉ែគាត់ជីកអត់កើតខ្ញុំចូលជីកជំនួសទៅក៏អត់មានអ្នកថតអញ្ចឹងវីដេអូបែរជាដាច់ពីកណ្ដាលអញ្ចឹងអ្នកនរមើលតាមហ្នឹងអញ្ចឹងអរគុណសូមជម្រាបលា